មានរឿងនៃទៀនមួយមានបរិប3នាក់នឹងគាត់ស្លាប់ក្នុងពេលតែមួយនឹងគឺជាអាចារ្យវត្តមួយទៀតគឺជាលោកគ្រូបង្រៀនមួយទៀតគឺចៅ500ដល់ពេលគាត់ស្លាប់ទៅគាត់ទៅជួបជាមួយនឹងយមរាជក៏បានសួរសម្ភាសគាត់ថាមើលលោកអាចារ្យនៅពេលដែលលោកអាចារ្យនៅរស់នៅខាងកណ្ដាលនេះតើបានធ្វើអំពើល្អអ្វីខ្លះដល់ពេលអញ្ចឹងទៅលោកអាចារ្យគាត់បានប្រាប់ថាបាទលោកយមរាជខ្ញុំបាននាំពុទ្ធបរិស័ទបាទសូត្រមន្តសូត្រធម៌ធ្វើនៅអំពើបុណ្យធ្វើអំពើល្អដល់ពេលអញ្ចឹងទៅលោកយមរាជហ្នឹងក៏បានថាអត់ទេខុសពីបជីពណ៌ខ្មៅនេះបជីនេះក៏បានប្រាប់ថាលោកអាចារ្យហ្នឹងបានស៊ីលើស៊ីក្រោមយកទៅចុះនរកដល់ពេលវគ្គលោកគ្រូបង្រៀនម្ដងមើលលោកគ្រូបង្រៀននៅពេលដែលលោកគ្រូនៅឋានកណ្ដាលតើលោកគ្រូបានធ្វើអំពើល្អអ្វីខ្លះដល់ពេលលោកគ្រូប្រាប់ថាបាទលោកយមរាជខ្ញុំបាទនាំសិក្សានុសិស្សបាទសិក្សាបង្រៀនចំណេះដឹងវិជ្ជាបាទយ៉ាងល្អដល់ពេលហើយលោកយមរាជគាត់បកស្រាយទៀតគាត់ថាអត់ទេលោកគ្រូនៅពេលដែលនៅក្នុងវិជ្ជាពណ៌ខ្មៅនេះជាយមរាជនេះថាលោកគ្រូហ្នឹងបង្រៀនមិនអស់សាច់អស់ខ្លឹមសារទេកັບកេងទុកបង្រៀនគួរយកលុយយកទៅចុះនរកគ្រូទៅមួយទៀតដល់ពេលនៅលោកចៅគាត់ចុះយ៉ាពីរនាក់ហ្នឹងមួយណាក៏ល្អហើយនៅតែយមរាជយកទៅចុះនរកចុះតរំតែអញធ្វើអំពើចង្រៃធ្វើអំពើបាបរហូតនេះចឹងមាន style លួចជេរយមរាជហ្នឹងដល់ពេលមើលលោកចៅនៅពេលដែលលោកចៅនៅឋានកណ្ដាលនេះតើលោកចៅបានធ្វើអំពើល្អអ្វីខ្លះសួរចឹងណាដល់ពេលហើយចៅថាអាយ៉ាងណាក៏អញនៅតែធ្លាក់នរកដែរឡាអាពីរនាក់នោះល្អប៉ុណ្ណឹងហើយនៅតែធ្លាក់នរកហើយលួចជេរធ្វើ style ជេរយមរាជនេះសិនបាទលោកយមរាជនៅពេលដែលខ្ញុំនៅឋានកណ្ដាលខ្ញុំបានរំលោភម៉ែលោកយមរាជដល់ពេលយមរាជឮអញ្ចឹងថាអូលោកពុកកូនតាមរកលោកពុកជាយូរណាស់មកហើយលោកពុកមិនបាច់ធ្លាក់នរកទេលោកពុកឡើងទៅឋានសួគ៌ទៅ